បាទជំរាបសួរបងប្អូនទាំងអស់បាទការកាត់បន្ថយជាតិអាស៊ីតក្នុងរាងកាយបាទកាលណារាងកាយយើងមានកម្រិតជាតិអាស៊ីតខ្ពស់ពេកបាទ uric acid វាអាចធ្វើឲ្យយើងមានអារម្មណ៍អស់កម្លាំងងាយនឹងរលាកសន្លាក់ហើមពកឬក៏ប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារកម្រិតជាតិអាស៊ីតជាធម្មតាគេវាស់ពីកម្រិត 3.4 ទៅ 7 ក្នុងករណីយើងនៅក្រោម 3.4 គឺគេហៅថាខ្វះជាតិអាស៊ីតឬក៏ស្ទើរជាតិសាច់តែកាលណាលើសពី 7 ទៅគឺលើសជាតិអាស៊ីតតែបើយើងវាស់ទៅឃើញចន្លោះល្អពី 3.4 ទៅដល់ 7 គឺចំណុចល្អរបស់លោកអ្នកហើយសួរថាមានមូលហេតុអីខ្លះដែលបង្កឲ្យឡើងជាតិអាស៊ីតបើយើងមាន5បាទទី1គឺរបបអាហារការញ៉ាំអាហារគឺពិតជាមានឥទ្ធិពលដែលធ្វើឲ្យកើនជាតិអាស៊ីតពីព្រោះថាការញ៉ាំអាហារដែលមានជាតិអាស៊ីតខ្ពស់ដូចជាសាច់សត្វច្រើនពេកអាហារកែច្នៃដូចជាអាហារកំប៉ុងសាច់កំប៉ុងស្ករចម្រាញ់អាហារបំពងនិងផលិតផលដែលគេប្រើទឹកដោះគោច្រើនហួសប្រមាណក៏អាចបណ្ដាលឡើងជាតិអាស៊ីតដែរទី2គឺភេសជ្ជៈការទទួលទានកាហ្វេច្រើនពេកក្នុងកម្រិតមួយថ្ងៃ2ទៅ3កែវក្នុងរយៈពេលយូរការប្រើប្រាស់គ្រឿងស្រវឹងបានន័យថាការហូបគ្រឿងស្រវឹងជាភេសជ្ជៈជាវិជ្ជាជាស្រាកម្រិតខ្ពស់ពេកនិងការទទួលទានភេសជ្ជៈដែលមានជាតិហ្គាសបាទជាតិហ្គាសយើងដឹងហើយមានកូកាមានអីហ្នឹងក្នុងបរិមាណច្រើនយូរទៅក៏បង្កឲ្យមានជាតិអាស៊ីតដែរទី3គឺកង្វះជាតិទឹកបាទក្នុងន័យនេះគឺចង់បានន័យថានៅពេលដែលរាងកាយយើងខ្វះជាតិទឹកវាមិនអាចបញ្ចេញជាតិពុលឬជាតិអាស៊ីតដែលលើសហ្នឹងតាមទឹកនោមមកខាងក្រៅបានល្អឡើយបាទគឺកង្វះជាតិទឹកក្នុងខ្លួនកត្តាទី4គឺកង្វះលំហាត់ប្រាណឬមួយក៏ហាត់ប្រាណលើសកម្រិតបាទតិចពេកក៏មិនល្អច្រើនពេកក៏មិនល្អអញ្ចឹងការមិនសូវធ្វើចលនាដែលវាធ្វើឲ្យចរន្តឈាមក្នុងខ្លួនយើងនឹងរត់មិនបានល្អទេប៉ុន្តែបើការហាត់ប្រាណនោះវាលើសលួសខ្លាំងពេកក៏អាចបង្កឲ្យអាស៊ីតឡាក់ទិកហ្នឹងកើនឡើងច្រើនផងដែរឧបមាថាធម្មតាលេងកីឡាបាល់អីតែមួយសាច់ទេតែថ្ងៃនេះដាក់ដល់7សាច់អញ្ចឹងវាលើសលុកពេកបាទហ្នឹងក៏មិនល្អដែរចំណុចទី5គឺ stress ជាជាកស្ងប់ស្ងាត់ប៉ុន្តែវាក៏ជាឥទ្ធិពលខ្លាំងក្នុងការបង្កើនជាតិអាស៊ីតដូចជាភាពតានតឹងនៅក្នុងអារម្មណ៍រ៉ាំរ៉ៃបាទរយៈពេលយូរបាទវាបង្កឲ្យអរម៉ូនយើងមានភាពប្រែប្រួលដែលជំរុញឲ្យរាងកាយហ្នឹងផលិតជាតិអាស៊ីតកាន់តែច្រើនថាតើមានដំណោះស្រាយអីខ្លះដើម្បីបន្ថយជាតិអាស៊ីតដែលមាននៅក្នុងរាងកាយយើងឡើងវិញបាទយើងមាន3ចំណុចសំខាន់បាទមានការកែប្រែរបបអាហារការរស់នៅប្រចាំថ្ងៃហើយនិងការបន្ថយអាហារដែលមានជាតិអាស៊ីតការកែប្រែរបបអាហារនេះគឺយើងអាចបរិភោគអាហារណាដែលមានជាតិបាសមកវិញបាទដូចជាការញ៉ាំបន្លែបៃតងដូចជាស្ពៃខៀវប្រូកូលីសាឡាត់ការ៉ុតអីជាដើមការបរិភោគផ្លែឈើបាទទោះបីជាយើងឃើញថាក្រូចឆ្មាមានជាតិជូរជាតិអាស៊ីតប៉ុន្តែពេលវាចូលទៅក្នុងរាងកាយវាបានបំលែងជាតិជូរឬក៏ជាតិអាស៊ីតហ្នឹងទៅជាបាសវិញហើយជាធម្មតាពេលព្រឹកយើងអាចហូបទឹកក្តៅអ៊ុនៗដាក់ក្រូចឆ្មាមួយចំណិតនោះ
វានឹងអាចជួយឲ្យរាងកាយយើងជំរះជាតិអាស៊ីតបានយ៉ាងល្អបាទការជ្រើសរើសគ្រាប់ធញ្ញជាតិយកមកបរិភោគដូចជាគ្រាប់ almond សណ្តែកឬគ្រាប់ធញ្ញជាតិដែលមិនសូវមានជាតិប្រៃក៏វាជួយរាងកាយយើងក្នុងការកាត់បន្ថយជាតិអាស៊ីតដែរចំណុចទី2ក្នុងការកាត់បន្ថយជាតិអាស៊ីតគឺការរស់នៅប្រចាំថ្ងៃក្នុងចំណុចនេះគេផ្ដោតទៅលើការបរិភោគទឹកឲ្យបានគ្រប់គ្រាន់បាទការបរិភោគទឹកឲ្យបានគ្រប់គ្រាន់ហ្នឹងវាជួយសម្រួលដល់ដំណើរការតម្រង់នោមដែលបញ្ចេញជាតិអាស៊ីតចោលចេញមកក្រៅហើយយើងអាចបន្ថែមក្រូចឆ្មាឬចំណិតសក់ចូលទៅក្នុងទឹកហ្នឹងអាចផឹកទឹកហ្នឹងទៅក៏វាអាចជួយជំនួយច្រើនដែរការគេងបានគ្រប់គ្រាន់បាទការគេងគឺជារឿងដ៏សំខាន់វាអាចជួយឲ្យរាងកាយយើងបានសម្រាកហើយនឹងជួសជុលកោសិកាចាស់ព្រមទាំងរក្សាតុល្យភាពគីមីក្នុងឈាមបានយ៉ាងល្អដូចនេះយើងត្រូវសម្រាកឲ្យបានគ្រប់គ្រាន់ការកាត់បន្ថយ stress ឬការគ្រប់គ្រង stress ដោយវិធីការដកដង្ហើមវែងការធ្វើសមាធិដែលជួយឲ្យរាងកាយយើងស្ថិតក្នុងស្ថានភាពស្ងប់និងធូរស្រាលចំណុចទី3គឺការបន្ថយអាហារដែលបង្កអាស៊ីតអាហារមួយចំនួនក៏វាបង្កអាស៊ីតដែរដូចនេះយើងត្រូវស្គាល់ថាប្រភេទអាហារខ្លះដែលបង្កអាស៊ីតគឺយើងត្រូវបន្ថយការញ៉ាំសាច់ក្រហមបាទកុំញ៉ាំច្រើនពេកញ៉ាំក្នុងបរិមាណមួយមានកម្រិតនិងអាហារដែលមានជាតិផ្អែមខ្លាំងបាទយើងដឹងហើយផ្អែមខ្លាំងមានភេសជ្ជៈមួយចំនួនឬបង្អែមជាដើមបន្ថយការជក់បារីឬការសេពគ្រឿងស្រវឹងបាទទោះបីយើងជក់បារីក៏បង្កឲ្យជាតិអាស៊ីតឡើងហើយនឹងគ្រឿងស្រវឹងផងដែរបាទជារួមមកបាទមូលហេតុដែលបណ្ដាលឲ្យឡើងជាតិអាស៊ីតយើងមាន5ចំណុចគឺមានរបបអាហារគឺការញ៉ាំអាហារណាដែលកុំឲ្យវាមានជាតិអាស៊ីតខ្ពស់ពេកបាទភេសជ្ជៈមកយើងកាត់បន្ថយភេសជ្ជៈបែបគ្រឿងស្រវឹងផ្អែមកាហ្វេហ្នឹងបាទកង្វះជាតិទឹកបាទអ្នកខ្លះគឺញ៉ាំទឹកតិចណាស់បាទកង្វះលំហាត់ប្រាណបាទហាត់ប្រាណគឺសំខាន់អ្នកខ្លះហាត់ពេកហាត់លើសទៅវិញបាទហើយstress បាទ stress ហ្នឹងគឺយើងត្រូវគ្រប់គ្រង stress យើងបានល្អផងគឺជាមូលហេតុដែរហើយដំណោះស្រាយនៃការកាត់បន្ថយនៃការឡើងអាស៊ីតហ្នឹងយើងត្រូវតែកែប្រែរបបអាហារមួយចំនួនបាទមកញ៉ាំបន្លែបៃតងឲ្យបានច្រើនបាទញ៉ាំផ្លែឈើបាទជ្រើសរើសបែបគ្រាប់ធញ្ញជាតិ almond សណ្តែកអីជាដើមចំពោះការរស់នៅវិញគឺយើងត្រូវផឹកទឹកឲ្យបានគ្រប់គ្រាន់បាទគេងឲ្យបានឆ្អែតបាទការគ្រប់គ្រង stress កុំឲ្យវាកើត stress ខ្លាំងពេកបាទហើយនឹងកាត់បន្ថយអាហារដែលបង្កអាស៊ីតដូចជាបន្ថយការបរិភោគសាច់ក្រហមច្រើនពេកឬក៏បន្ថយការជក់បារីនិងការរក្សាជាដើមបាទសូមអរគុណ